នេះគឺជារបៀបដែលយើងត្រូវការស្នើផលិតការសម្បទាននៅពេលការងារដើម្បីយើងធ្វើសភៅការងារជូនកម្មករនិយោជកសម្រាប់បងប្អូនដែលគាត់ចាអត់តន់យល់ឬក៏គាត់ចង់ច្បាស់បន្ថែមឲ្យមើលវីដេអូនេះដល់ចប់បានហើយនេះតកតងជាមួយ column មួយដែលយើងត្រូវចូលទៅធ្វើវាទី1តកតងជាមួយនឹងការបញ្ជាក់វិញ្ញាបនបត្រហ្នឹងគឺយើងមើលកន្លែងបញ្ជីដែលបានស្នើសុំទៅគឺយើងឃើញពេទ្យផ្ញើលិខិតដែលបុគ្គលិកយើងគាត់ទៅពិនិត្យឲ្យអញ្ចឹងពេទ្យគាត់នឹងស្នើផ្ញើមកដូចខាងនេះចាអញ្ចឹងយើងចុច save យកបានជារូបភាព PDF ហើយមួយទៀតតកតងជាមួយនឹងការស្នើសុំយើងចុចចូលទៅកន្លែងការស្នើសុំពិនិត្យកាយសម្បទាមកដល់កន្លែងនាយកដ្ឋានរបស់យើងផ្ទាល់ក៏បានហើយយើងទៅពិនិត្យផ្ទាល់នៅកន្លែងពេទ្យក៏បានដែរបើយើងទៅពិនិត្យផ្ទាល់អស់តែម្នាក់ 20000 ទេសម្រាប់សេវាហ្នឹងណាយើងទៅពិនិត្យដើម្បីយើងបានចាលេខកូដដើម្បីយើងយកមកដាក់ស្នើធ្វើជាសភៅការងារជូនកម្មករនិយោជកសម្រាប់បងដែលគាត់ចានេះបងអាចមើលកន្លែងនេះបាននេះតើតើមួយកន្លែងដែលយើងស្នើសុំយើងដាក់ឈ្មោះបុគ្គលិកអីតាមនឹងមកចាអានេះតើតើជាមួយប្រព័ន្ធ LACM របស់ក្រសួងការងារដែលយើងធ្វើតាមប្រព័ន្ធអនឡាញហ្នឹងតើតើមួយការងារផ្សេង